ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីខ្សែមួយដែលគេហៅថាខ្សែដែលអ្នកទទួលបានគេមរតកអំពីសាច់សាលហិតមុននឹងមើលខ្សែនោះយើងមើលខ្សែជីវិតរបស់គាត់សិនណានេះខ្សែជីវិតរបស់គាត់គឺកោងស្អាតចាខ្សែជីវិតគាត់ស្អាតណាស់កោងស្អាតបែបនេះគឺគេហៅថាមនុស្សដែលចូលចិត្តភាពរីកចម្រើនចាមនុស្សដែលមានមុនស្នេហ៍ផងដែរសបូរញាតិមិត្តផងដែរណាចាមនុស្សដែលមានទឹកចិត្តទូលាយណាចាហើយមើលខ្សែគូក្បាលរបស់គាត់ក៏ស្អាតដែរចាគឺកោងចាធ្លាក់មកដល់ទួលច័ន្ទបែបនេះខ្សែគូក្បាលដែលមានភាពឆ្លៀសវៃណាដែលមានភាពឆ្លៀសវៃណាចាគិតគូរបានវែងឆ្ងាយចាណាចាខ្សែបេះដូងរបស់គាត់ចាធ្លាក់ចូលទៅប្រឡោះចាចន្លោះដៃប្រឡោះខ្ជិលៗបែបនេះគេហៅថាខ្សែចិត្តមនុស្សដែលជួយចូលចិត្តទូយកអាសាគេមនុស្សដែលមានទឹកចិត្តល្អនឹងឯងគាត់ទឹកចិត្តទូលាយចាណាចាតោះឥឡូវយើងមកមើលខ្សែនឹងវានៅត្រង់ណាណាខ្សែនឹងគឺវានៅចន្លោះត្រង់នេះគឺគេហៅថាចាចន្លោះនៃទួលអង្គាខ្ពស់ណាចាវាមានខ្សែបែបនេះណាចាខ្សែដែលចេញអំពីទួលខាងក្រៅចាស្ថិតមកលើទួលអង្គាខ្ពស់បែបនេះហើយចាខ្សែរបស់គាត់នេះបែកខ្នែងបែបនេះទៀតណាចាបែកខ្នែងចេញជា3បែបនេះទៅទៀតអញ្ចឹងខ្សែចាទទួលគេមរតកចាបើសិនជាអត់បែកខ្នែងក៏បានន័យថាអ្នកនឹងក៏ទទួលគេមរតកអំពីសាច់សាលហិតដែរណាចាឬក៏បែកខ្នែងដូចគាត់ចេះទៀតបានន័យថាទទួលបានដែរទទួលបានច្រើនណាចាដូចថាក្នុងមួយចំណោមបងប្អូនក៏ទទួលបានច្រើនជាងគេអញ្ចឹងទៅហ្នឹងគេហៅថាគេមរតកអំពីសាច់សាលហិតឪពុកម្ដាយហ្នឹងក៏ថាបានឬក៏ឲ្យទៅជួបសាច់សាលហិតយើងដែលផ្ដល់គេមរតកឲ្យយើងអញ្ចឹងទៅណាចាមានចែកនេះចែកនោះឲ្យយើងអញ្ចឹងទៅណាចាព្រោះខ្ញុំបកស្រាយអំពីខ្សែនេះដោយសារតែមានអ្នកសួរខ្សែនេះច្រើនដែរអ្នកខ្លះសួរថាតែខ្ញុំបានគេមរតកអំពីឪពុកម្ដាយអត់ចាមានអីដែលឪពុកម្ដាយចែកឲ្យឬអត់និយាយរួមគាត់អាសាសួរបែបហ្នឹងច្រើនអញ្ចឹងខ្ញុំបកស្រាយខ្សែនេះដើម្បីបង្ហាញឲ្យយល់ទៅចាបងប្អូនរៀនមើលចាពេលខ្លះក៏មិនបាច់ចាសួរខ្ញុំក៏រៀនមើលទៅចេះបានដឹងណាចាចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីខ្សែអាពាហ៍ពិពាហ៍3ប្រភេទណាចាខ្សែអាពាហ៍ពិពាហ៍គឺសំខាន់ណាស់សម្រាប់ចាមនុស្សម្នាក់ណាចាព្រោះថាបើសិនជាយើងចារើសគូមិនត្រូវចាជួបគូមិនល្អខ្សែជីវិតរបស់យើងចាក៏មិនល្អដូចគ្នាដែរព្រោះមនុស្សយើងកើតមកអ្នកណាក៏ត្រូវមានគូដែរណាចាអញ្ចឹងខ្សែអាពាហ៍ពិពាហ៍នេះគឺវាបង្ហាញប្រាប់អំពីគូអាពាហ៍ពិពាហ៍របស់យើងតើវាបែបណាអាពាហ៍ពិពាហ៍របស់យើងនឹងល្អឬអត់ចារៀបក្រោយពីរៀបអាពាហ៍ពិពាហ៍ហ្នឹងចារស់នៅជាមួយគ្នាហ្នឹងគឺសុខឬអត់ណាចាតោះឥឡូវយើងចាមកចូលមើលណាតម្រងខ្សែអាពាហ៍ពិពាហ៍ទី1ណាចាខ្សែអាពាហ៍ពិពាហ៍នៅត្រង់នេះណាចាខ្ញុំគូសឲ្យមើលខ្សែអាពាហ៍ពិពាហ៍គឺនៅពីចំហៀងដៃបរិវេណនេះណាចាខ្សែអាពាហ៍ពិពាហ៍របស់គាត់ចាជួយពិនិត្យមើលណាចាគឺខ្សែអាពាហ៍ពិពាហ៍ទី1របស់គាត់ត្រង់តែខ្លីណាចាហើយដូចហើយខ្សែអាពាហ៍ពិពាហ៍ទី2ចាកោងឲ្យបែកជា2ខ្សែអាពាហ៍ពិពាហ៍ទី3ចាត្រង់តែបែកជា2ជា3ឯណោះណាចាអញ្ចឹងខ្សែអាពាហ៍ពិពាហ៍ដែលមានតម្រងបែបនេះចាមានតម្រងបែបនេះគឺមិនល្អទេណាចាបានន័យថាទោះបីជាគាត់ជួបគូមួយណាក៏ដោយចាបើសិនជាសង្សារក៏ចានឹងជួបអ្នកដែលមិនស្មោះនឹងយើងចាហើយក៏បែកបាក់គ្នាទៅវិញបើសិនជារៀបអាពាហ៍ពិពាហ៍វិញគូអាពាហ៍ពិពាហ៍នោះត្រូវតែបែកបាក់គ្នាលែងលះណាចាឬក៏មិនចឹងទេចាក៏មានការកម្មរកុសមិនឈប់ចាដែលអាចតែគាត់ថាទ្រាំទ្រនឹងគូមិនបានណានិយាយរួមទៅអាចនិយាយថាមកដំណើរជីវិតរបស់គាត់គឺរកគូដែលល្អអត់មានទេបើសិនជាគាត់ទ្រាំមិនបានគឺនឹងបែកគ្នាបើទ្រាំបានគឺរកម្មរកុសរាល់ថ្ងៃនឹងឯងណាចាឥឡូវយើងមកមើលខ្សែអាពាហ៍ពិពាហ៍ទី2ខ្សែអាពាហ៍ពិពាហ៍ទី2របស់គាត់ខ្សែទី1ចាគឺមិនសូវច្បាស់ប៉ុន្តែត្រង់ស្អាតណាចារីឯខ្សែអាពាហ៍ពិពាហ៍ទី2ចាត្រង់ច្បាស់ប៉ុន្តែបែកជា3ខ្សែអាពាហ៍ពិពាហ៍បែបនេះគេដាក់ពិន្ទុឲ្យចាមធ្យមខ្សែអាពាហ៍ពិពាហ៍មធ្យមមានន័យថាបើសិនជាគាត់រៀបការចានៅវ័យចាប់ពី30ឆ្នាំចុះក្រោមចាគឺគាត់នឹងជួបគូដែលល្អគូដែលស្រឡាញ់ចេះថ្នាក់ថ្នមចិត្តចាជាគូដែលអាចពឹងពាក់បាននិយាយរួមគឺល្អកុំឲ្យតែគាត់រៀបការចាប់ពីអាយុ40ឡើងណាឬក៏30ក្រាស់គេចាប់រាប់ពី37ឡើងណាចាគឺគាត់នឹងមិនជួបគូល្អទេតើគាត់បានន័យថារើសច្រើនរហូតដល់អាយុ37ឡើងលើគឺអត់ទេអត់មានជួបគូល្អទេណាចាគ្រាន់តែថាដំណើរគូរបស់គាត់អាចនឹងមានការកម្មរកុសខ្លះដែរមិនអត់ទេណាចាដោយសារតែមានចាខ្សែអាពាហ៍ពិពាហ៍ដែលបែកជាពីរគ្រាប់ពីលើណាចាបើអានេះឧទាហរណ៍បើសិនជាគាត់យកគូនៅក្នុងអាយុ30ចុះក្រោមណាចាអញ្ចឹងគាត់បានគូល្អពិតមែនតែបើថាឲ្យលោកល្អឿនដោយមិនមានការរកម្មរកុសគ្នាសោះក៏អត់ដែរមានខ្លះដែរដោយសារតែមានតម្រងនៃខ្សែចាឥទ្ធិពលនៃខ្សែបែកជាពីរនៃខ្សែអាពាហ៍ពិពាហ៍ហ្នឹងវាគ្របពីលើចាណាចាឥឡូវយើងមកមើលខ្សែអាពាហ៍ពិពាហ៍ទី3ខ្សែអាពាហ៍ពិពាហ៍ទី3នេះចាគឺមានតម្រងចាខ្សែខាងទី1ចាខ្សែខាងក្រោមគឺចាវែងចាច្បាស់ហើយកោងចាបែបនេះខាងលើទី2ក៏វែងច្បាស់កោងដូចគ្នាចាអញ្ចឹងខ្សែអាពាហ៍ពិពាហ៍បែបហ្នឹងគេឲ្យបន្ទុកល្អមធ្យមគឺលើសកម្រិតគេហៅថាតម្រងអំបញ្ញមិញទី2លើសល្អជាងតម្រងទី2បន្តិចណាចាអញ្ចឹងតម្រងខ្សែអាពាហ៍ពិពាហ៍ដែលច្បាស់ហើយកោងបែបហ្នឹងកោងទាំងលើទាំងក្រោមបែបហ្នឹងគឺមានន័យថាម្ចាស់បាទដែរគឺគាត់មិនមានការបែកបាក់គូអាពាហ៍ពិពាហ៍របស់គាត់ទេចារៀបអាពាហ៍ពិពាហ៍ឲ្យគូណាគឺគូហ្នឹងចាជាគូដែលស្មោះស្ម័គ្រចានិយាយរួមទៅគឺល្អនឹងគ្នានិយាយពីសេចក្តីស្រឡាញ់ប៉ុន្តែគាត់ដែលជាម្ចាស់បាទដែរត្រូវការហត់នឿយបាទន័យថាហត់នឿយនៅក្នុងក្រុមគ្រួសារដោយខ្លួនឯងជាគេហៅថាមេចន្ទុលនៃគ្រួសារត្រូវចារកលុយចាមើលខុសត្រូវនៅក្នុងគ្រួសារនិយាយរួមគឺហត់រៀបការឲ្យគឺហត់ជាងនៅលាវទៅទៀតណាចាប៉ុន្តែគាត់មិនជួបការបែកបាក់ជាមួយនឹងគូគាត់ទេគ្រាន់តែមានការហត់នឿយចាជាងនៅលាវតែប៉ុណ្ណឹងណាអញ្ចឹងហើយសម្រាប់ខ្សែអាពាហ៍ពិពាហ៍ទី3នេះច្រើនតែមានអ្នកសួរខ្ញុំថាហេតុអីបានជាខ្ញុំរៀបការឲ្យខ្ញុំចាហត់នឿយចាហេតុអីបានគូខ្ញុំគេមិនសូវមានមហិច្ឆតាចាមិនសូវជាចង់មានចង់បានហត់នឿយតែខ្ញុំគេមិនសូវជួយការងារខ្ញុំអីខ្ញុំហត់នឿយម្លេះគាត់មិនធ្វើបាបផ្លូវចិត្តយើងឬក៏មិនទៅលួចមានអ្នកខាងក្រៅអីទេប៉ុន្តែជាមនុស្សដែលមិនសូវខ្វល់ខ្វាយរឿងការងារក្នុងក្រុមគ្រួសារឬក៏ការរីកចម្រើនក្នុងគ្រួសារអានឹងហើយអ្នកដែលមានតម្រងនៃខ្សែអាពាហ៍បែបហ្នឹងចាគឺនឹងជួបគូដោយអ្វីដែលខ្ញុំរៀបរាប់ហ្នឹងណាចា